ឥឡូវនេះគឺយើងចាប់ផ្ដើមបាញ់ជាលើកទី2ហើយបងប្អូនជាការនៅតែញ៉ៃសៀមរាបការបាញ់គឺបងប្អូនបាញ់ឲ្យជោគបាញ់ឲ្យសពកុំស្ដាយថ្នាំកុំស្ដាយទឹកបងប្អូនពីព្រោះថាដំណាក់កាលដំបូងហ្នឹងគឺសំខាន់ណាស់ចន្ទីរបស់យើងទី1ស្លឹកចាស់នៅសល់ច្រើនទី2ដើមមិនសូវមានកម្លាំងមិនថាដើមចន្ទីអាយុប្រហែលទេគឺការបាញ់ដំបូងហ្នឹងគឺត្រូវឲ្យអាហារឲ្យដល់ការឲ្យអាហារឲ្យដល់ហ្នឹងគឺការបាញ់ឲ្យជោគស្លឹកតែម្ដងបងប្អូនព្រោះថាយើងបាញ់ជោគស្លឹកពេលដែលស្លឹកវាទទួលបានសមាសជាតិជីដែលយើងឲ្យហ្នឹងបងប្អូនគឺវាមានកម្លាំងក្នុងការបញ្ចេញពន្លកត្រួយមកហើយតងត្រួយចេញមកគឺធំធ្លោះល្អមានកម្លាំងមែនតើហើយចាំខ្ញុំនឹងដាក់តងត្រួយដែលចន្ទការចន្ទីអតិជនដែលបានបាញ់លើកទី1ហើយកាលថ្ងៃទី18ហើយថ្ងៃនេះថ្ងៃទី24គឺចាប់ផ្ដើមចេញត្រួយចន្ទីមកហើយចាំខ្ញុំដាក់វីដេអូរូបភាពឲ្យបងប្អូនមើលថាតងត្រួយចន្ទីនឹងចេញមកសភាពបែបម៉េចហើយបានច្រើនប៉ុណ្ណាបាទនេះគឺជាលទ្ធផលបន្ទាប់ពីបាញ់ឈុតដាស់ដំណេកត្រួយតោមាសបងប្អូនឥឡូវនេះគឺយើងបានហើយបងប្អូននេះគឺជាត្រួយថ្មីចេញមកហើយនេះគឺព្រមព្រៀតពេញមេឃពេញចុងមេឃតែម្ដងបងប្អូន